ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀប set up នៅលើបប5ដើម្បីឲ្យនៅពេលដែលផុសហ្នឹង page របស់យើងអាចទៅ invite collaborator បានអញ្ចឹង collaborator គឺនៅពេលដែលយើងផុសហ្នឹងឧទាហរណ៍ថាយើងមាន page ផុសរូបផុស reel ឬក៏ video ហ្នឹងយើងអាចទៅ invite collaborator បានន័យថា invite page ផ្សេងមកដូចជាយើង tag ណាគេម្នាក់ដែលគេល្បីអញ្ចឹងណាដូចជាឧទាហរណ៍យើង tag អីអញ្ចឹងទៅឲ្យគេដែលជា page ធំឬក៏ account ធំហ្នឹងឲ្យអូស page របស់យើងទៅអញ្ចឹង collaborator នៅកន្លែងនេះអញ្ចឹងនៅលើបប5ក៏យើងអាចឲ្យវាអូតូទៅចុចឲ្យ invite មិញហ្នឹងបានគឺនៅលើផ្ទាំង schedule post ឬក៏ផ្ទាំង auto post ហ្នឹងបងប្អូនមើលនៅខាងក្រោម folder នេះអញ្ចឹងយើងមាន folder យើងអាចធ្វើ collaborator ទៅលើ reel ទៅលើរូបភាពហើយទៅលើ video អញ្ចឹងយើងចុចផ្ទាំងមួយ set up ខុសៗគ្នាមកណាអញ្ចឹងនៅខាងនេះគឺយើងអាចដាក់បានជា username អញ្ចឹងដើម្បី invite collaborator បានទី1ហ្នឹងគឺយើងយក link មួយនេះបងប្អូនអញ្ចឹង link នេះយើង copy ឬក៏វាយមិនឲ្យចេញ link ហ្នឹងណាបានអាចយកទៅ invite បានឬក៏វាយឈ្មោះ page ក៏បានដែរប៉ុន្តែឈ្មោះ page បើសិនជាឈ្មោះ page យើងខ្លីគេមានឈ្មោះ page គេវែងជាងហ្នឹងឬក៏ក្បែរស្រដៀងគ្នា invite ទៅអាចចុចទៅច្រឡំព្រោះ search ទៅវាមិនចំពពទេ page ឈ្មោះខុសគ្នាបន្តិចតួចអញ្ចឹងណាក៏ប៉ុន្តែបើយើងយក link ដែលមាន ID នេះទៅដាក់នៅក្នុងបប5គឺវា search ទៅតាមហ្នឹងអត់ចេះខុសទេមួយទៀតបងប្អូនក៏ដាក់ត្រឹមតែ ID បានដែរអាកន្លែងមានលេខកតុយ ID នេះឬក៏នៅលើបប5នៅលើផ្ទាំង page manager បងប្អូនឃើញ ID របស់ page អញ្ចឹង page ណាដែលយើងចាប់ ID បានគឺយើងយក ID នឹងទៅដាក់ទៅអាហ្នឹង search ទៅលឿនគឺត្រូវហើយត្រូវ page ត្រូវ account អីវាស្រួលណាមួយទៀត username អញ្ចឹងឧទាហរណ៍ថា page គេធំឬក៏ page របស់យើងធំហ្នឹងពេលខ្លះគឺមាន username អត់មាន ID ទេបានថាយើងអាចបញ្ចូលកាយ ID ទៅជា username ដូចជា give me sport អីចឹងណាយើងយកមកវាយនឹងមកអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន give me sport មួយ give me sport អក្សរធំអក្សរតូចគឺយើងវាយឲ្យដូចហើយបន្ទាប់មកយើងអាច invite collaborator លើសពីម្នាក់បានន័យថា give me sport មួយចឹងទៅ you high អីចឹងទៅWanda អីចឹងទៅអញ្ចឹងយើងអាចដាក់1ដាក់2ដាក់3គឺ tool នៅ invite ឲ្យយើងបានអញ្ចឹងបងប្អូនដាក់ទៅតាមចំណង់ចំណូលចិត្តទៅប៉ុន្តែយើងដាក់តែ1 2បានហើយបងប្អូនកុំ collab ច្រើនពេក spam ដោយថាធំទៅថាតូចលើហើយបន្ទាប់មកទៀតនៅខាងក្រោយកន្លែងយើងដាក់username link ឬក៏ ID របស់ collaborator របស់យើងហ្នឹងគឺយើងអាចកំណត់បានថាឧទាហរណ៍ថាយើងផុសចំនួន4ក៏ប៉ុន្តែ collaborator យើងគឺក្នុងចំណោម4នេះគឺយើងឲ្យ collab តែ1ទេអញ្ចឹងណាឬក៏យើងឲ្យ collab តែ2ទេឬក៏ collab តែ3ទេឬក៏ collab ទាំង4ផុសហ្នឹងអញ្ចឹង reel យើងគឺផុស4យើងឲ្យ collab តែចំនួនមួយផុសទេដើម្បីកុំឲ្យវា collab វាច្រើនពេកអញ្ចឹងណាអញ្ចឹង photo យើងអាច collab page ផ្សេងឬក៏ page ដដែលហ្នឹងមួយផុសអីចឹងទៅក្រៅពីហ្នឹងគឺផុស2ប៉ុន្តែឲ្យ collab តែមួយទេបើបងប្អូនពេញឈ្មោះហើយបងប្អូនអត់ចង់ឲ្យវា collab ទេបងប្អូនដាក់កន្លែងនេះ0នេះកន្លែងនេះ0ណាបែរថាឈ្មោះនេះយើងទុកប្រើថ្ងៃក្រោយទៀតប៉ុន្តែយើង collab គ្រប់គ្រាន់ហើយយើងអត់ចង់ឲ្យមានការ collab មួយរយៈពេលសិនអញ្ចឹងយើងកន្លែងនេះយើងដាក់0ទៅអញ្ចឹងឈ្មោះនេះនៅនឹងដដែលក៏ប៉ុន្តែកំឡុងពេលផុសហ្នឹងគឺអត់មាន collaboration ទេព្រោះយើងដាក់វា0ទេអញ្ចឹងយើងប្រៀបដូចជាបិទ collab មួយរយៈពេលសិនព្រោះយើងអត់ collab ជាន់គ្នាយកហ្មងទេអត់កើតទេអញ្ចឹងយើងមាន option របស់យើងណាអញ្ចឹង collaboration មានតែប៉ុណ្្នឹងឯងបងប្អូននៅពេលដែលផុសទៅគឺវាទៅ request invite collaborator ឯងចំណែកឯខាង page collaborator គឺយើងត្រូវទៅ approve ខ្លួនឯងព្រោះកន្លែងហ្នឹងវាពិបាកឆែកមួយទៀតបើយើង approve អាចទៅ approve page គេទៅវាខូចការលើដើមអញ្ចឹងយើងទៅ invite ហើយយើងទៅ approve ខ្លួនឯងទៅអរគុណបងប្អូន